Hello everyone នៅឯសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបនៃការ reset PC កុំព្យូទ័ររបស់អ្នកដែលមានបញ្ហាដូចជានៅក្នុង drive C នេះគឺវា space វា full តែម្ដងអញ្ចឹងយើងចង់ដឹងថាលុប file មួយណាយើងចង់ delete space ដូចជាឯកសារ file ដែលវាពេញនៅលើ drive C ហ្នឹងគឺយើង delete ចោលហើយ drive D នេះគឺ no delete គឺវាមិន delete ទេគឺ delete ទៅលើ drive C អញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលមាន file download បានដែលចង់រក្សាទុកអាច copy មកដាក់នៅក្នុង drive D អូខេអញ្ចឹងในការ reset របស់ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាតោះអញ្ចឹងសម្រាប់បងប្អូនដែល space កុំព្យូទ័រពេញហើយចង់លុបអត់ដឹងថាលុបមួយណាអញ្ចឹងយើងអាចនឹង reset ចោលតែម្ដងទៅដើម្បី clear សម្អាតនៅកុំព្យូទ័ររបស់យើងឲ្យថ្មីឡើងវិញអូខេអញ្ចឹងយើងចូលកន្លែងនេះ menu នេះចុច start ទៅតោះមកបងប្អូនចូលទៅ setting អញ្ចឹងខ្ញុំនឹងធ្វើការ reset កុំព្យូទ័ររបស់ខ្ញុំចោលអូខេអញ្ចឹងការ reset នេះគឺខ្ញុំចាក់ទៀតថា reset នៅក្នុង drive C អូខេអញ្ចឹងចុច reset អញ្ចឹងយើងពិថា reset PC ហើយយើងយក reset PC ហើយយើងយកពិថា remove everything យកក្រុមនេះ remove everything ហើយយើងកន្លែងនេះយើងមិនមែនចាំផ្លាស់ប្ដូរទេយើងចុច click នេះអូខេកន្លែងនេះយើងចុចដាក់ថា reset ចុច reset តែម្ដងអញ្ចឹង repair ការ repair នេះវានឹងអាចreset កុំព្យូទ័របងប្អូនទាំងអស់គ្នាឲ្យមកវិញឲ្យដូចថ្មីហ៎បងប្អូនហើយក្នុងការ reset នេះខ្ញុំជឿថាវានឹងអាចចំណាយពេលយូរដែរដូចជា20 នាទីទៅកន្លះម៉ោងទៅតាមឯកសារ file នៅក្នុង drive C បងប្អូនច្រើនអាហ្នឹងវាអាចនឹងយូរប៉ុន្តែបើតិចវាអាចនឹងលឿនហើយមួយទៀតវាអាស្រ័យនៅលើកុំព្យូទ័របងប្អូនវាដើរលឿនឬក៏ដើរយឺតក្នុងការ reset អូខេអញ្ចឹងយើងរងចាំកុំព្យូទ័រ reset full អញ្ចឹងយើងនឹងធ្វើការ check ទៅលើឯកសារបងប្អូនទាំងគ្នាតើវា delete file នៅក្នុង drive C ដែរឬទេឬមួយក៏វា delete file នៅក្នុង drive D អញ្ចឹងមិញ drive ទាំងពីរខ្ញុំបានបង្ហាញបងប្អូនទាំងគ្នាហើយអញ្ចឹងយើងរងចាំទាំងអស់គ្នាបន្តិចទៀតយើងនឹង check មើលទាំងអស់គ្នាតោះឥឡូវកុំព្យូទ័ររបស់យើងបាន reset complete ថារួចរាល់ហើយអញ្ចឹងយើងធ្វើការ send up ដំឡើងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាតោះអញ្ចឹងខ្ញុំនឹងដំឡើងកុំព្យូទ័ររបស់ខ្ញុំយើងចុចយកនេះមកអក្សរនេះមកតោះមកយើងចុច click យក yes អូខេអាហ្នឹងយើងជ្រើសរើសយក kingdom ហ្នឹងទៅអូខេចុចយក yes កន្លែងនេះយើងអាចនឹង skip យើងកំណត់អត់ទាន់ add layout នៅ keyboard អញ្ចឹងយើងចុច skip មកអូខេកន្លែងនេះយើងអត់ទាន់មានអ៊ីនធឺណិតទេយើងមិន connect ទេយើងយក don't have internet ចុចនេះមកអូខេចុច accept កន្លែងនេះយើងអាចទៅ save ឈ្មោះនៅកុំព្យូទ័រ drive របស់យើងអូខេយើង enter យើងដាក់ឈ្មោះមួយតិចមកអាចដាក់ឈ្មោះបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងយកនេះកន្លែងនេះយើងអាចនឹងបង្កើតនៅ password create password តែយើងអត់ទាន់បង្កើតទេយើងអាច
select យើង nick ក្រោយយើង click យក nick ទៀតមក select យើង nick ទៅមុខទៀតអូខេ nick accept ចឹងនៅត្រង់ចំណុចនេះយើងអាចនឹងរងចាំបន្តិចនៅកុំព្យូទ័ររបស់យើងប្រហែលជារយៈពេលទៅ2 ទៅ 3 នាទីអូខេជាងនៅត្រង់ចំណុចនេះដែរខ្ញុំសូមបន្ថែមបន្តិចទៀតយើងមិនអាចនឹងបិទនៅកុំព្យូទ័ររបស់យើងទេយើងអត់អាចបិទទេបើសិនតែវាមានការបិទអានឹងវាអាចនឹងបញ្ហា error ទៅ Windows របស់យើងចឹងចំណុចនេះយើងហាមបិទនៅកុំព្យូទ័ររបស់យើងអូខេអញ្ចឹងយើងទៅ check មើលទៅលើ drive របស់យើងទាំងពីរតើវាបាន delete នៅលើ drive ណាខ្លះអូខេជាងចំណុចនេះខ្ញុំចុចតម្លាក់វាមកអូខេកន្លែងនេះយើងអាចវាយវាចោលមកចុចឯកសារវាដែរថាបានបាត់បង់អូខេអញ្ចឹងfile នៅលើនេះយើងបាន delete វាហើយតិចអស់ហើយនៅលើអេក្រង់របស់យើងតោះឥឡូវយើងចូលទៅ check មើលនៅ drive របស់យើងចុច PC នេះមកអូខេឃើញបងប្អូនអញ្ចឹងចំណែកដែលនៅសល់នេះគឺជា file របស់ Windows ទេអញ្ចឹង file ដែលយើងបានដំឡើងពេញទៅលើ space នៅលើ drive C នេះគឺវាបានវាចោលអញ្ចឹងវាទុកតែ file របស់ Windows ទេហើយចំណែកដែលនៅលើ drive D នេះគឺវាអត់បានបាត់ទៅណាទេ